សម្ដេចតេជោហ៊ុនសែនចាត់ទុកទង្វើដុតទំនិញថៃចោលរបស់ K01 ជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោហ៊ុនសែនបង្ហាញការខកចិត្តចំពោះលោក K01 ដែលប្រមូលមនុស្សថតវីដេអូធ្វើសកម្មភាពពាក់ព័ន្ធនឹងការដុតចោលទំនិញថៃហើយបង្ហោះលើបណ្ដាញសង្គមដោយសម្ដេចតេជោបានចាត់ទុកទង្វើនេះជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុនាយប់ថ្ងៃទី20ខែតុលាសម្ដេចតេជោហ៊ុនសែនបានបង្ហោះសារលើទំព័រ Facebook យ៉ាងដូចនេះថាសម្ដេចទើបតែបានមើលវីដេអូមានរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោក K01 តាក់ទងនឹងការធ្វើបហិការជប់ប្រើប្រាស់ទំនិញថៃសម្ដេចពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោក K01 តែម្ដងសម្ដេចតេជោបានគូបញ្ជាក់ថាការដុតចោលទំនិញថៃការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើបហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ 99% ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណត់បញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញប្រសិនបើ K01 មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដោយលោក K01 បានធ្វើមានវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតចោលឬកំទេចចោលសម្ដេចតេជោបានសង្កត់ធ្ងន់បែបនេះខ្ញុំសូមឲ្យលោក K01 បញ្ចប់សកម្មភាពបែបឈួតនេះជាបន្ទាន់និងសូមចូលរួមពង្រឹងតម្លៃសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ